Ok សួស្តីដល់អ្នកគ្នាតោះថ្ងៃហ្នឹងយើងមាន topic មួយទៀតអំពី shadow ហើយនឹង highlight បាទតើទាំងអស់គ្នាគិតថា shadow ហើយនឹង highlight ហ្នឹងគឺវាមានសារៈសំខាន់កម្រិតណានៅក្នុងការប្រើនៅលើរូបភាពរបស់យើងហ្នឹងហើយបើសម្រាប់ខ្ញុំគឺខ្ញុំប្រើរហូតហ្មងគឺខ្ញុំឲ្យតម្លៃលើ shadow ជាមួយនឹង highlight ខ្លាំងមែនតើជាក់ស្ដែងការងាររបស់ខ្ញុំនឹងលើកឧទាហរណ៍មួយគឺរូបភាពនេះទាំងអស់គ្នារូបភាពនេះគឺជារូបភាព thumbnail វីដេអូលក្ខណៈទម្រង់បញ្ឈរគឺទំហំ 3-4 ហ្នឹងហើយគឺខ្ញុំបានលេងជាមួយនឹង shadow ហើយនឹង highlight ដែរអញ្ចឹងនៅពេលដែលខ្ញុំលេងជាមួយនឹង shadow highlight បែបហ្នឹងគឺខ្ញុំមើលទៅលើកិច្ចការរបស់ខ្ញុំហ្នឹងគឺមោទនភាពសម្រាប់ការងាររបស់ខ្ញុំដែរវាមើលទៅវា look realistic វាមានពន្លឺវាមានស្រមោលតាមដែលយើងចង់បានអញ្ចឹងរូបភាពហ្នឹងគឺមើលទៅគឺវាដូចធម្មជាតិយើងចូលពីរបៀបដែលខ្ញុំធ្វើជាមួយនឹង shadow ហើយនឹង highlight នឹងទាំងអស់គ្នាហ្មងទៅអញ្ចឹងទាំងអស់គ្នាអត់ប្របាក់ទេគឺដំបូងទាំងអស់គ្នាគ្រាន់តែបង្កើតជាលក្ខណៈ solid color មួយបែបនេះមកគឺមួយគឺយើងយកពណ៌ខ្មៅហើយនឹងមួយទៀតគឺជាពណ៌ពន្លឺរបស់យើងឧទាហរណ៍អានេះគឺ backlight របស់ខ្ញុំគឺពណ៌យ៉ាងខៀវអញ្ចឹងខ្ញុំបង្កើត highlight មកគឺពណ៌យ៉ាងខៀវនឹងដូចគ្នាផងដែរបាទអញ្ចឹងនៅពេលដែលយើងដាក់ជាមួយនឹង highlight គឺយើងផាត់ជាមួយនឹងទម្រង់មានថាទឹកដៅនៃពន្លឺមានថាពន្លឺមកពីខាងណាគឺយើងដាក់ highlight នៅលើមកពីខាងហ្នឹងដូចគ្នាផងដែរបាទអញ្ចឹងតើថ្ងៃឃើញពន្លឺនេះវាមកពីនេះបន្តមកទៀតគឺខ្ញុំនឹងគូ highlight មកលើ subject របស់យើងគឺនៅលើខាងនេះអញ្ចឹងវាអត់អាចជះមកដល់ខាងនេះបានទេដោយសារតែពន្លឺវាមិនអាចឆ្លងកាត់មុខរបស់យើងធ្លុះទៅដល់ខាងនេះបានទេបាទអញ្ចឹងខាងនេះគឺយើងដាក់ជាមួយនឹងស្រមោលបាទអញ្ចឹងនៅពេលដែលយើងបង្កើតជាមួយនឹង highlight ជាមួយនឹង shadow ហើយទាំងអស់គ្នា invert មកដល់ចេះ control I មកអក្សរ I ដើម្បី invert ហើយយើងគូយើងប្រើពណ៌សយើងគូនៅលើកន្លែងណាដែលយើងចង់ប្រើ shadow ឬក៏ highlight ហ្នឹងទៅបាទអញ្ចឹងងាយនេះគឺជាវិធីដែលខ្ញុំបង្កើតជាមួយនឹងshadow ហើយនឹង highlight បាទអញ្ចឹងតើវិធីរបស់អ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាប្រើរបៀបមិនដែរអាចជួយប្រាប់ខ្ញុំនៅ comment ផងបើសិនជាមានវិធីល្អជាងហ្នឹងបាទអញ្ចឹងអរគុណច្រើនវីដេអូយើងមានប៉ុណ្្នឹងទេជម្រាបលា